ក៏ក្រៅខ្សែវៀនម្ដងទៀតហើយកីឡាករពេជ្រសម្បត្តិនឹងទៅដណ្ដើមខ្សែក្រវ៉ាត់ WBC នៅសហរដ្ឋអាមេរិកអ្នកប្រដាល់ដែលកំពុងតែឡើងដៃខ្លាំងរបស់កម្ពុជាដែលមានរហស្សនាមថាក្របីព្រៃពេជ្រសម្បត្តិនឹងឡើងទៅប្រកួតនៅសហរដ្ឋអាមេរិកដើម្បីដណ្ដើមខ្សែក្រវ៉ាត់ពីស្ថាប័ន WBC តទល់ជាមួយនឹងកីឡាករអាមេរិកដែលមានឈ្មោះថា Malcolm Hill កីឡាករអាមេរិក Malcolm Hill ដែលជាដៃគូប្រកួតរបស់កីឡាករពេជ្រសម្បត្តិគឺពិតជាមានប្រវត្តិមិនធម្មតានោះឡើយរូគេគឺចាប់ផ្ដើមប្រឡូកក្នុងវិស័យកីឡាប្រដាល់ចាប់តាំងពីឆ្នាំ2014មកម្លេះខណៈពេលឥឡូវគឺរូគេមានអាយុរហូតដល់34ឆ្នាំហើយកីឡាករ Malcolm Hill គឺជាម្ចាស់ខ្សែក្រវ៉ាត់រហូតដល់5គ្រឿងក្នុងនោះផងដែររូគេមានខ្សែក្រវ៉ាត់ WBC Champion រហូតដល់2គ្រឿងហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតរបស់កីឡាករ Malcolm Hill ដែលជាដៃគូរបស់កីឡាករពេជ្រសម្បត្តិនោះគឺការប្រកួតចុងក្រោយរបស់គាត់គឺ9លើកចុងក្រោយគឺគាត់បានចាញ់តែម្ដងគត់គឺចាប់តាំងពីឆ្នាំ2022មកការប្រកួតចុងក្រោយរបស់គាត់គឺគាត់បានឈ្នះជាមួយនឹងកីឡាករ Adrian Morilla នៅថ្ងៃទី13ខែកញ្ញាឆ្នាំ2024ហើយលក្ខណៈពិសេសមួយទៀតរបស់កីឡាករ Malcolm Hill គឺការប្រកែងជង្គង់និងជើងដ៏ធ្ងន់របស់គេនោះផងដែរហើយគូបញ្ជាក់ផងដែរថាការប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី31ខែឧសភាឆ្នាំ2025នៅចុងខែនេះនៅទឹកដីសហរដ្ឋអាមេរិកហើយមួយទៀតជាមួយនឹងការប្រកួតហ្នឹងគឺមិនមែនតែកីឡាករពេជ្រសម្បត្តិមួយគូនោះទេគឺមានកីឡាករខ្មែរយើងរហូតដល់3រូបទៀតនៅក្នុងនោះដែរមានកីឡាករឡាយចន្ទ្រាកីឡាករលន់បញ្ញានិងកីឡាការិនីអេយ៉ានុតចាស់អ្នកទាំងគ្នាអញ្ចឹងនៅថ្ងៃទី31ខែឧសភាឆ្នាំ2025ខាងមុខនេះកុំភ្លេចតាមដានទាំងអស់គ្នាថាកីឡាកររបស់ខ្មែរយើងរហូតដល់4រូបហ្នឹងតើអាចយកជ័យជំនះមកទឹកដីកម្ពុជាបានទេហើយតើកីឡាករពេជ្រសម្បត្តិរបស់យើងហ្នឹងនៅតែខ្លាំងនៅតែប្រកែអាចដណ្ដើមបានខ្សែក្រវ៉ាត់ WBC ពីអាមេរិកបានទេអញ្ចឹងកុំភ្លេចតាមដានទាំងអស់គ្នាហើយកុំភ្លេចជួយ like ជួយ share និងជួយ subscribe trên YouTube និង follow account TikTok របស់ខ្ញុំមួយផងគុណច្រើនជម្រាបលាបាយបាយ